ស្រណោះណាប្រទះឃើញម៉ូតូនិងសម្បត្តិបណ្ដាំចុងក្រោយនៅគិរីរម្យបង្កការភ្ញាក់ផ្អើលនិងក្តីបារម្ភជាខ្លាំងខណៈដែលសមត្ថកិច្ចកំពុងសម្រុកស្វែងរកខេត្តកំពង់ស្ពឺហេតុការណ៍ដ៏សែនរន្ធត់និងគួរឲ្យសោកសង្រេងមួយបានកាត់ឡើងនៅក្នុងតំបន់ឧទ្យានជាតិព្រះសរាមរិទ្ធកុសមគិរីរម្យបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលបានប្រទះឃើញម៉ូតូមួយគ្រឿងរួមជាមួយនឹងសម្ភារៈប្រើប្រាស់និងសម្បត្តិសរសេរដោយដៃដែលមានខ្លឹមសារដូចជាបណ្ដាំចុងក្រោយករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជនចំពោះសុវត្ថិភាពរបស់ម្ចាស់ខ្លួនតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការនៅឧទ្យានជាតិគិរីរម្យបានឲ្យដឹងថាកាលពីវេលាម៉ោងប្រមាណ 3:30 នាទីរសៀលថ្ងៃទី 19 ខែមិថុនាឆ្នាំ 2026 កម្លាំងនគរបាលបានប្រទះឃើញម៉ូតូម៉ាក ADV ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1LE 9373 ចតទុកចោលដោយគ្មានមនុស្សនៅក្បែរនោះឡើយម៉ូតូនេះត្រូវបានគេប្រទះឃើញនៅចំណុចផ្លូវបំបែកជា 3 ឆ្ពោះទៅកាន់ក្រុមហ៊ុនវីរៈប៊ុនថាំក្នុងតំបន់រមណីយដ្ឋានទេសចរគិរីរម្យស្ថិតនៅក្នុងភូមិថ្មីឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺវត្ថុតាំងនិងសម្បត្តិបណ្ដាំដ៏ឈឺចាំក្រោយការត្រួតពិនិត្យជុំវិញទីតាំងកើតហេតុសមត្ថកិច្ចបានរកឃើញសម្ភារៈផ្ទាល់ខ្លួនជាច្រើនដែលបន្សល់ទុករួមមានកាបូបស្ពាយនិងកាបូបយួរស្បែកជើងនិងខ្សែក្រវ៉ាន់ទូរស័ព្ទដៃនិងឯកសារអត្តសញ្ញាណមួយចំនួនអ្វីដែលធ្វើឲ្យបរិយាកាសកាន់តែអាប់អួរនិងរន្ធត់ចិត្តបំផុតនោះគឺការរកឃើញសម្បត្តិមួយសន្លឹងដែលសរសេររៀបរាប់ពីការសម្រេចចិត្តដ៏ឈឺចាំព្រមទាំងបានបន្សល់ទុកនៅលេខទូរស័ព្ទទំនាក់ទំនងរបស់សាច់ញាតិដើម្បីឲ្យជួយប្រគល់ម៉ូតូនិងសម្ភារៈទាំងអស់នេះទៅកាន់គ្រួសារវិញប្រភពដដែលបានបញ្ជាក់ថាភ្លាមបន្ទាប់ពីទទួលបានតម្រុយនេះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាបង្កើតក្រុមរុករងដើម្បីស្វែងរកម្ចាស់សម្បត្តិខាងលើភ្លាមទោះជាយ៉ាងណាគិតមកដល់ពេលនេះក្រុមការងារនៅមិនទាន់រកឃើញតម្រុយបន្ថែមនៅឡើយទេដោយសារតែស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងព្រមទាំងបូករួមនឹងភាពងងឹតនាពេលរាត្រីផងនោះដែលបង្កជាឧបសគ្គយ៉ាងខ្លាំងដល់ប្រតិបត្តិការនៃការរុករកនេះសោកនាដកម្មដ៏ជូរចត់មួយនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនិងមហាជនទូទៅសម្ដែងនូវការសោកស្ដាយជាពន់ពេកជាមួយគ្នានេះក៏មានការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនដែលកំពុងជួបប្រទះវិបត្តិផ្លូវចិត្តឬសម្ពាធជីវិតសូមមេត្តាកុំសម្រេចចិត្តដោយអារម្មណ៍ឆេវឆាវមួយពេលឲ្យសោះគ្រប់បញ្ហាតែងតែមានដំណោះស្រាយជានិច្ចហើយនៅពីក្រោយយើងនៅតែមានក្រុមគ្រួសារមិត្តភ័ក្តិនិងមនុស្សជាច្រើនដែលស្រឡាញ់បារម្ភនិងចង់ឃើញយើងបន្តរស់នៅដោយក្តីសង្ឃឹមនាពេលនេះសមត្ថកិច្ចក៏បានអំពាវនាវផងដែរដល់សាធារណជនឬបងប្អូនប្រជាពលរដ្ឋណាដែលមានតម្រុយឬព័ត៌មានពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ម្ចាស់ម៉ូតូខាងលើនេះសូមមេត្តាផ្ដល់ព័ត៌មានជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីជួយសម្រួលដល់កិច្ចការងាររុករងនិងបញ្ជាក់ពីការពិតនៃហេតុការណ៍នេះរាយការណ៍ដោយលោកមុតចត្រាហៅប្រមាញ់ជ័យដែន